នាងខ្ញុំឈ្មោះប៉ានខំនួនជាប្រធានការិយាល័យសង្គមគិច្ចនិងសុខុមាលភាពសង្គមនៅក្នុងក្រុងស្ទឹងត្រែងជាដំបូងឡើយនឹងខ្ញុំបានបោះបង់ការសិក្សានៅក្នុងឆ្នាំ1996នៅពេលដែលខ្ញុំបោះបង់ការសិក្សាហ្នឹងខ្ញុំបានប្រកបមុខរបរជាលក្ខណៈគ្រួសារនៅក្នុងក្រុមគ្រួសារខ្ញុំម្ដាយខ្ញុំអីជាអ្នកលក់នំបញ្ចុកបោះដុំលក់ថ្លឹងគីឡូហ្នឹងនៅពេលដែលខ្ញុំចូលសហគមន៍ជួបស្ត្រីដែលគាត់អត់មានការងារធ្វើប្តីធ្វើបាបមិនក៏ត្រូវតែទ្រាំដែរព្រោះអីគាត់អត់មានជំនាញចំណេះគាត់ពឹងទៅលើប្តីគាត់ហ្នឹងអញ្ចឹងបានខ្ញុំតែងតែជំរុញឲ្យបញ្យល់គាត់តាក់ទងទៅនឹងជំនាញផ្សេងអញ្ចឹងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈយើងមានជំនាញជួសជុលម៉ូតូជំនាញអគ្គិសនីកាត់ដេរតម្បាញហើយនឹងសម្អាងការបដិបដាដោយមិនគិតថ្លៃនៅពេលដែលគាត់មានចំណេះជំនាញគាត់អាចទៅប្រកបមុខរបរខ្លួនឯងបានរាល់ថ្ងៃនឹងយើងបង្រឹងទៅដល់ស្ត្រីដែលជាថ្នាក់ដឹកនាំដែលមានតួនាទីមេភូមិទី1ខ្ញុំចង់ឲ្យគាត់ពិនិត្យទៅលើតាក់ទងទៅនឹងបញ្ហារបស់ស្ត្រីនៅក្នុងភូមិរបស់គាត់មួយហ្នឹងហើយខ្ញុំចង់បានរបាយការណ៍ពាក់ព័ន្ធទៅនឹងថាគាត់នៅក្នុងភូមិហ្នឹងគាត់ត្រូវដឹងថាស្ត្រីមានបញ្ហានៅក្នុងចំណុចភូមិគាត់មានប្រមាណអ្នកយើងគិតថាយើងជំរុញស្ត្រីឲ្យគាត់ឈររឹងមាំមិនឲ្យពឹងទៅលើបរិសុទ្ធណានៅពេលដែលស្ត្រីយើងមានជំនាញចំណេះគាត់នឹងមានធនធានគ្រប់ប្រភេទ